ជំរាបសួរបងប្អូនអបអរសាទរបងប្អូនចូលរួមជាមួយនឹងថ្នាក់រៀនថ្ងៃនេះភាសាខ្មែរភាគទី5សម្រាប់ឲ្យសិស្សថ្នាក់ទី6ម៉ោងរៀនថ្ងៃនេះគឺមេរៀនទី16អត្ថបទបច្ចេកទេសដាំស្រូវបងប្អូនយើងសង្កេតមើលរូបខាងលើនេះគឺជារូបភាពនៃវាលស្រូវបងប្អូនពេលនៅទូចដើមនៅតូចទៅបងប្អូនណាហើយនេះគឺជាផលដំណាំស្រូវដែលយើងទទួលបានយើងឃើញថាគួរដ៏ល្អក្របស្រូវក៏ពេញស្អាតណាចង់ដាំបានស្រូវបែបហ្នឹងគឺទៀមទានៅបច្ចេកទេសដាំស្រូវបងប្អូនទើបយើងទទួលបានផលចាឥឡូវយើងនឹងស្វែងយល់អត្ថបទបច្ចេកទេសដាំស្រូវក្នុងម៉ោងហ្នឹងពួកយើងទាំងអស់គ្នាទី1គឺត្រូវតែអានបានអត្ថបទទី2គឺយើងយល់បាននៅខ្លឹមសាររបស់អត្ថបទហ្នឹងបងប្អូនណាចាដំបូងគឺពាក់ពិបាកបងប្អូនសូត្រតាមអ្នកគ្រូយថាផលកសិកម្មបច្ចេកទេសស្រូវរដូវន័យហរន្តទិន្នផលគុណភាពបន្តគឺអត្ថបទបងប្អូនពួកយើងសង្កេតតាមដានឲ្យច្បាស់លាស់បែបណាពិបាកយើងគូសសម្គាល់ពីក្រោមបងប្អូនណាអត្ថបទបច្ចេកទេសដាំស្រូវកាលពីដើមមកម្លេះកសិកររស់នៅដែលដីទំនាបទន្លេគូឡុងបានដាំស្រូវធ្វើជាស្បៀងដើម្បីចិញ្ចឹមជីវិតកាលដើមឡើយគេដាំស្រូវទៅតាមយថាផលដោយមិនទាន់មានការអភិវឌ្ឍបច្ចេកវិទ្យាការដាំស្រូវពឹងផ្អែកទាំងស្រុងទៅលើបាតុភូតធម្មជាតិមានទឹកភ្លៀងជាអាហើយដាំបានតែមួយរដូវក្នុងមួយឆ្នាំគឺស្រូវរដូវនិងស្រូវពពាយវាដើម្បីឆ្លើយតបតាមតម្រូវការស្បៀងអាហារកសិករមិនខ្លាចនឿយហត់ខំប្រឹងព្យាយាមគិតគូរស្វែងយល់ធ្វើយ៉ាងណាឲ្យពូជស្រូវមួយថ្ងៃកាន់តែមានទិន្នផលខ្ពស់ដោយបច្ចេកវិទ្យាកសិកម្មលូតលាស់ពិសេសវិទ្យាស្ថានកសិកម្មវាលទំនាបទន្លេគូឡុងបានសិក្សាស្រាវជ្រាវនៅពូជស្រូវថ្មីមានរយៈពេលខ្លីមានទិន្នផលនិងគុណភាពខ្ពស់ដោយសហការយ៉ាងជិតស្និទ្ធរវាងកសិករនិងអ្នកវិទ្យាសាស្ត្របច្ចេកទេសព្រមជាមួយអ្នកពាណិជ្ជកម្មបានញ៉ាំងឲ្យផលស្រូវនៅដែលដីវាលទំនាបទន្លេគូឡុងសល់ផលហើយធ្វើន័យហរន្តទៀតផងដោយដំណាំស្រូវជាអតិផលកសិករឧស្សាហ៍ព្យាយាមហើយមានគំនិតគិតគូរមិនយូរប៉ុន្មានជីវភាពស្រុកស្រែនឹងប្រែក្លាយជាទីក្រុងស្រស់បំព្រងបន្តទៀតគឺអានយល់អត្ថបទបងប្អូនក្នុងអានយល់អត្ថបទយើងមានសំណួរមួយចំនួនយើងសង្កេតនិងស្វែងយល់សំណួរនីមួយៗដូចតទៅបងប្អូនណាសំណួរទី1អត្ថបទខាងលើមានប៉ុន្មានកថាខណ្ឌយើងបើកអត្ថបទចេញហើយយើងអាចឆ្លើយបានចម្លើយនេះបងប្អូនចម្លើយគឺអត្ថបទខាងលើចែកចេញឬមាន2កថាខណ្ឌណាសំណួរទី2ដើមឡើយដូនតាយើងប្រកបរបរកសិកម្មតាមវិធីណាចាវិធីពីដើមរបស់ជីដូនជីតាយើងក្នុងការដាំស្រូវគឺយថាផលសំណួរទី3បច្ចេកវិទ្យាលូតលាស់បានកែប្រែវាលស្រែដូចម្ដេចដែរចាកែប្រែវាលស្រែគឺមានច្រើនអញ្ចឹងយើងឆ្លើយដោយខ្លីៗបងប្អូនណាគឺពូជស្រូវថ្មីមានរយៈពេលខ្លីមានទិន្នផលនិងគុណភាពខ្ពស់សំណួរទី4ហេតុអ្វីបានជាវាលទំនាបទន្លេគូឡុងមានទិន្នផលស្រូវខ្ពស់
ចាទិន្នផលស្រូវខ្ពស់ចឹងយើងអាចឆ្លើយដោយខ្លីបងប្អូនគឺដោយសារបច្ចេកវិទ្យាកសិកម្មលូតលាស់ណាបច្ចេកវិទ្យាកសិកម្មលូតលាស់ចឹងហើយធ្វើឲ្យទិន្នផលស្រូវនឹងកាន់តែខ្ពស់ឡើងបងប្អូនណាចំពោះអត្ថបទនេះយើងគួរតែចងចាំនៅខ្លឹមសារខាងក្រោមដូចតទៅគឺដំណាំស្រូវពីមុនមួយឆ្នាំធ្វើបានម្ដងឥឡូវធ្វើបាន2ដងដល់3ដងជូនទិន្នផលខ្ពស់គុណភាពកាន់តែល្អចានៅសកម្មភាពលំហាត់និងអនុវត្តបងប្អូនអញ្ចឹងសកម្មភាពលំហាត់ហ្នឹងគឺយើងរាប់នៅឈ្មោះពូជស្រូវដែលបងប្អូនបានដឹងនៅតំបន់នីមួយបងប្អូនគឺយើងមានពូជស្រូវខុសៗគ្នាអញ្ចឹងយើងរាប់ឈ្មោះចេញមកហើយយើងស្វែងយល់នៅលើអ៊ីនធឺណិតមើលមានពូជឈ្មោះណាថ្មីទៀតពូជស្រូវណាផ្សេងទៀតយើងរៀបរាប់មកឲ្យគ្រប់គ្រាន់ណាបងប្អូនចម្លើយនោះបងប្អូនធ្វើដោយឯងចាហើយនៅសកម្មភាពអនុវត្តនេះគឺយើងទៅតែស្វែងយល់បងប្អូនណាយើងរៀបរាប់ឲ្យដឹងថាការធ្វើស្រែនៅតំបន់ទន្លេគូឡុងគឺមានភាពងាយស្រួលហើយភាពលំបាកលំបិនអ្វីខ្លះយើងរៀបរាប់ចេញសរសេរចូលឯកសាររបស់យើងបងប្អូនណាអញ្ចឹងសកម្មភាពលំហាត់និងសកម្មភាពអនុវត្តបងប្អូនធ្វើដោយខ្លួនឯងចាយើងសរសេរចេញណាបងប្អូនចាក្នុងម៉ោងហ្នឹងគឺមេរៀនរបស់យើងបញ្ចប់ហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមលាបងប្អូន